បាទស្វាគមន៍បងប្អូនទី12ថ្នាក់សង្គមទាំងអស់គ្នាថ្ងៃនេះលោកគ្រូចែកលេខនៅកំណែវិញ្ញាសាប្រឡងប្រចាំខែ5ណាខែឧសភាបាទនេះទម្រង់វិញ្ញាសាយើងគឺបែបនេះបាទមានលីមីត3អន្តេក្រាល3ហើយប្របាប3សំណួរហើយនឹងអនុគម5សំណួរសំខាន់ហើយមានកូនសំណួរទូចៗនៅក្នុងនោះតោះអញ្ចឹងយើងចាប់ផ្ដើមកែជាមួយលោកគ្រូហើយគ្រូកែត្រួសណាមិនលំអិតច្រើនទេបាទដូចលីមីតអក្សរកនេះយើងមុននឹងធ្វើយើងជំនួសសិនឲ្យដឹងរៀង0ទៅ0បាទអញ្ចឹងនៅក្នុងនេះគ្រូជួសទៅឃើញរៀង0ទៅ0ហើយគ្រូចាប់ផ្ដើមគណនាលីមីតតែម្ដងអញ្ចឹងកាលណារៀង0ទៅ0កាលណារៀង0ទៅ0យើងទាញ x ដក3ជាកតាធ្វើម៉េចក៏ដោយបាន x ដក3ជាកតាណាបាទអញ្ចឹងគ្រូបានលីមីត x ទៅដល់3 x ដក3ជាកតាអញ្ចឹងមកអញ្ចឹងដូចអានេះកតុយវាលេខ6បាទ6តគុណនឹង2 3គុណនឹង2បាន6វិញហ្នឹងយើងបំបែកតាមរយៈការមើលកតុយបាទហើយសញ្ញាមើលតាមនឹងដែរបើ6សញ្ញាបូកអាហ្នឹងគុណគ្នាបានបូកវិញទៅហើយខាងក្រោមបាទខាងក្រោមនេះយើងទាញ x ជាកតាមកនៅសល់ x ដក3បាទហើយយើងជួសលីមីតអានេះយើងស្រួលហើយ x ដក3នេះមិនបាច់គិតទេយើងជួសលីមីត x គិតចិត្ត3ចូលយើងជួសលេខ3បាន3ដក2នេះហើយជួស3ទៅក្នុង x នេះយើងបាន3អញ្ចឹងបាន1លើ3ដល់ទៅពេលអក្សរ b មកលីមីត x គិតចិត្ត0នៃsin 3x នៅលើ x ការ៉េបូក x បាទហ្នឹងក៏រៀង0ទៅ0ដែរព្រោះ sin 0បាន0បាទអញ្ចឹងយើងដាក់ sin 3x នៅហ្នឹងបាទនៅក្នុងនេះយើងទាញបាទទាញ x ជាកតាមួយសិនមកវានៅសល់ x បូក1បាទនេះវា x ការ៉េយើងទាញ x ជាកតាហើយទាញអស់ x សល់1ណាតោះមកយើងផ្ដាច់វានេះគ្នាយើងផ្ដាច់លីមីត x ខិតទៅរក0 sin 3x បាទនៅលើ x បាទនៅលើ x នេះហើយនៅសល់កតាវានោះគឺយើងដាក់1ពីលើហើយចាំសរសេរណាបែបហ្នឹងមកបាទត្រឹមថ្នាក់សង្គមប៉ុណ្ណឹងយើងអាចចូលរៀងបានហើយបើថ្នាក់វិទ្យាសាស្ត្រយើងថែមថយបាទថ្នាក់សង្គមគ្រូគាត់មិនជាកាត់បន្ទុកអីទេបាទមែនតើយើងត្រូវថែមអីគេថែម3នៅក្រោមហើយដាក់3នេះដើម្បីអានេះចូលរៀងទៅបាន1ចឹងបាន3គុណនឹង1ហើយគុណជាមួយនឹងអានេះជួស0ចុះ0ណាចឹងនៅសល់1លើ1បាន1ចឹងចម្លើយឃើញ3ណាអក្សរ C បាទលីមីតខិតត្រអនន្តបាទកាលណារៀងអនន្តលើអនន្តជីវភាគយើងទាញទៅក្រេខ្ពស់បាទឥឡូវយើងទៅសេទម្រង់កាត់ខ្លីៗបាទនេះខ្ពស់ជាងគេទៅក្រេគឺ 4x ណាហើយអាក្រោមនេះគឺដក 2x ណាយកទាំងសញ្ញាវាមកអញ្ចឹងស្រួល x ចោលអស់នៅសល់4លើ2បាទ4លើដក2អញ្ចឹងបានដក2បាទចូលដល់អង្តិក្រាលម្ដងណាបាទអង្តិក្រាលអក្សរ A យើងគឺបាទគ្រូមិនទៅសេប្រធានឡើងទេណាតម្រងអាងនេះដោយសារតាភាគបែងយើង derivative ទៅស្មើភាគយកបាទពួក d មកបាន 3x ក្រេអានេះវា0អញ្ចឹងយើងទៅសេតម្រង primitive ណាបាទអញ្ចឹងគឺបាន x ស្វេគុណ3បូក1ហើយ prim នៅលើ x ស្វេគុណ3បូក1ដដែលមកបាទយើងដាក់ prim អញ្ចឹងវាចូលរូបមន្តណានេះអញ្ចឹងចេញln ឬក៏យើងអានថា logarit នៃ pair ណាln នៃភាគបែង
បាទតម្លៃដាច់ខាតច្រឡំគូសកោងអញ្ចឹងយើងកំណត់ពី0 ទៅ1ណាបើជួស1ចូលយើងបាន1 1 + 1 2បាទបានលិន2ហើយវាជួស0ចូលអានេះវា0អស់នៅសល់លិន1ស្មើ0យើងចម្លើយឃើញលិន2បាទមកដល់អក្សរ J បាទអាំងយកតែម្ដងឲ្យវែងបាទយើងបូកសេគុណនេះបាទ2ហ្នឹងយើងបូកមកទៀតបាន3អញ្ចឹងបាន12 x ស្វ័យគុណ3x ស្វ័យគុណ3នៅលើបាទនៅលើ3ចឹងទៅណាហើយបន្តទៀត 4x បាទស្វ័យគុណ2នៅលើ2ហើយបូកលេខ1ក្រោយនេះយើងថែម x កំណត់ពី1ទៅ2បាទនេះយើងចែកវាទៅ12ចែក3យើងបាន4 x គីបដដែលហើយ4ចែកនឹង2បាន2បាទ x ការ៉េហើយបូក x បាទចុះ2ចូលណា2គីបយើងបាន8 4 ដង 32យើងបាន32នេះចុះ2ចូលបាន8ណានេះចុះ2ចូលយើងបាន2ដកយើងជួស1ចូលបានតែមេគុណវាទៅបាទឥឡូវយើងចាប់ផ្ដើមទូទាត់វាសិននេះយើងបូកបញ្ចូលគ្នាសិន34បាទ34ដក8យើងបាន26នេះបូកចូលគ្នាយើងបាន5ដក2ចេញនៅសល់3អញ្ចឹងបានដក3ទៅសារសញ្ញាពីមុខដកណាអញ្ចឹងសរុបទៅបាន23ចម្លើយយើងហើយនៅចុងក្រោយមួយទៀតអង្តិក្រាលអក្សរ K នេះគឺអង្តិក្រាលកំណត់ពី0ទៅ1 e សគុណ x បូក5ពី0ទៅ1 e ស្វ័យគុណ x បូក5ណាបាទដោយសារប្រធានយើងផុតទៅអញ្ចឹងពិបាកមើលអញ្ចឹងអាំង e សគុណ x បានដដែលណាបាន e សគុណ x ដដែលហើយអាំង5នេះយើងថែម x មកកំណត់ពី0ទៅ1បងជួស1ចូលបើ e សគុណ1ហើយជួស1ចូលបាន5បាទដកមកជួស0ចូលបាន e ស្វ័យគុណ0ហើយបាន5គុណនឹង0បាទ e សគុណ1បាន e បាទ e សគុណ0បាន1ណា5គុណ0វា0អញ្ចឹងយើងបានចម្លើយបាន e បូក4ឥឡូវយើងចូលមកកាន់ប្របាបវិញម្ដងគេថាក្នុងប្រអប់មួយមានប៊ិច2ពណ៌បាទពណ៌ខៀវហើយនិងពណ៌ក្រហមសរុបទៅវាមានចំនួន11ហើយក្នុងនោះប៊ិចពណ៌ខៀវ8ដើមអញ្ចឹងមានន័យថាក្រហមវា3ដើមណាដោយសារតែអានេះ8បាទទោះគេមិនសរុបយើងរកខ្លួនឯងទៅអាក្រហមហ្នឹងណាអញ្ចឹងគេចាប់យកប៊ិច3ដើមចេញពីប្រអប់ព្រមគ្នាដែលចែកដន្យបាទរកប្របាបនៃព្រឹត្តិការណ៍បាទប្របាបគូសូមរកលើនឹងតែម្ដងអញ្ចឹងករណីអាចបាទករណីអាចគឺ n នៃ s បន្សំ
បាទរវាង11យក3ណា11យក3ចឹងបងប្អូនបាន11 factorial ហើយ11ដក3យើងបាន8 factorial ហើយគុណជាមួយនឹង3 factorial បាទអញ្ចឹងយើងបែក11បាទ10 9 8 factorial ដាក់មកវិញនៅលើ8 factorial 3 2 1ណាបែកអា3នេះទៅទុក8ដើម្បីស្រួលនេះបាទអញ្ចឹង10ចែកជា2បាទ10ចែកជា2 11នេះចែកអត់កើតយើងដាក់មកវិញមក10ចែកជា2បាន5ហើយ9ចែក3យើងបាន3ណាបាទចាំមកគុណទៅយើងបាន15គុណជាមួយនឹង11បាទអញ្ចឹងអានេះគ្រូបូកតម្លាក់តែម្ដងព្រោះ15គុណ11វាចេញ15រហូតអញ្ចឹងយើងបានករណីអាច165ករណីករណីស្របបាទករណីស្រប A បាទសូមរកមកក្រោមនេះ A ហ្នឹងគឺប៊ិចពណ៌ Q ទាំង3ដើមអញ្ចឹង Q មាន8បន្សំរវាង8យក3បាទស្មើនឹង8 factorial នៅលើ5បាទ8ដក3បាន5ហើយគុណជាមួយ3មកអញ្ចឹងយើងបាន8 7 6 5 fact បាទនៅលើ5 factorial ហើយគុណនឹង3 2 1បាទសម្រួល5 fact ចោល3 2ដង6អញ្ចឹងសម្រួល6ចោលយើងបាន56ករណីទៅបងបាទអញ្ចឹងប្រូបាបរបស់យើងគឺបាទយកករណីស្រប n នៃ A នៅលើ n នៃ S ហ្នឹងបាទនៅលើ165បាទស B ចាប់បានប៊ិច Q 2ដើមហើយក្រហមហ្នឹងមួយដើមបាទអញ្ចឹង n នៃ B Q 8យក2ដើមមកណាហ្នឹងគឺគុណបាទបន្សំរវាងក្រហមមានតែ3ទេយកមួយដើមបាទអញ្ចឹង8 fact 8ដក2បាន6បាទ6 fact គុណជាមួយនឹង2 fact ហើយបាន3យក1នេះបាន3អញ្ចឹងយើងបាន8 7 6 fact មកនៅលើ6គុណនឹង2 fact 2ហើយគុណនឹងកតុយ3មួយទៀតណាអញ្ចឹងស្មើមកខាងនេះវិញយើងសម្រួលនេះចោល8ចែកជា2បាន4បាទបាន4គុណនឹង7ហើយបានគុណជាមួយកតុយ3អញ្ចឹងយើងគុណចូលគ្នាយើងបាន84ករណីបាទដោយសារតែនេះយើងគុណមកបាន21ណា21 4ដង8 84អញ្ចឹងយើងចាប់ផ្ដើមរកប្រូបាបរបស់ព្រឹត្តិការណ៍ B ហ្នឹងបាទយើងយក84បាទចែកឲ្យ165ចូលមកកាន់ព្រឹត្តិការណ៍ C បាទគេថាចាប់បានប៊ិចក្រហមយ៉ាងតិចមួយដើមបាទនេះឥឡូវគេចាប់បានប៊ិចពណ៌ Q ទាំង3ណាចាប់បាន Q ទាំងអស់គេឲ្យចាប់3គឺចាប់បាន Q ទាំងអស់ហ្មងទាំង3ដើមហ្នឹងទៅមកក្រោមនេះយ៉ាងតិចបាទមួយដើមហ្នឹងពណ៌ក្រហមអញ្ចឹងមានន័យថាវាផ្ទុយវាមិនអាចទៅ Q ទាំង3ទេយ៉ាងហោចណាស់ក៏បាន1ដែរពណ៌ក្រហមអា2ហ្នឹងគឺជា
ព្រឹត្តិការណ៍ដែលផ្ទុយគ្នាឯងបាទអញ្ចឹងរបៀបធ្វើយើងអាចប្រើតាមវិធីព្រឹត្តិការណ៍ផ្ទុយឬក៏គេហៅប្រូបាប់បំពេញគ្នាហ្នឹងណាបាទអញ្ចឹងចូលដល់អក្សរ C យើងទៅសេបន្តិចទៅដោយព្រឹត្តិការណ៍ C បាទនេះព្រឹត្តិការណ៍C បាទផ្ទុយនឹងព្រឹត្តិការណ៍ A បាទអញ្ចឹងប្រូបាបរបស់ C ស្មើនឹង1ដកឲ្យប្រូបាបរបស់ A គឺស្មើនឹង1ដកប្រមាណ56នៅលើ165បាទទៅមើលម្ដងទៀតសិនបីផ្ទៀងផ្ទាត់វាបាទនេះអញ្ចឹងយើងតម្រូវភាគបែងវាមកគុណជាមួយនឹង165គឺបាន165ដកឲ្យ56វិញបាទហើយចែកជាមួយនឹង165អញ្ចឹងយើងបាន109ណា109នៅលើ165បាទឥឡូវចប់បាន3រមាំងយើងចូលដល់អនុគមបាទអនុគមនេះគេឲ្យយើងគណនា limit ម្ដងមួយបាទបូកអណន្តដកអណន្ត2ខាងឆ្វេងហើយ2ខាងស្ដាំបាទករណីលើកលែងគឺ x លើកលែង2ណា x ខុសពី2បាទទៅរក limit សិនចាំយើងរកចំនួនពិត ABC បាទរមាំងចុងក្រោយគឺរមាំងទី4មិញកហ្នឹងបើ limit x ខិតទៅរកបូកអណន្តបាទរបស់យើងគឺ x ការ៉េដក 5x ហើយបូក5បាទនៅលើ x ដក2អញ្ចឹងយើងសិក្សាថា degree ខ្ពស់ភាគយកនិងភាគបែងទៅបានណាបាទ x ការ៉េនៅលើ x បាទបើយើងទៅសេបន្តទៀតយើងដាក់ limit x ខិតទៅរកបូកអណន្តអញ្ចឹងមកហើយសម្រួល x ចោលមួយនៅសល់ x ជួសបូកអណន្តទៅបានបូកអណន្តមកវិញបាទខិតទៅរកដកអណន្តធ្វើដូចគ្នាគ្រាន់តែចេញលទ្ធផលដកអណន្តវិញទៅណាលំនាំដូចគ្នាអញ្ចឹងសុំមិនសរសេរដដែលទេដាក់យកគឺដាក់ដកអណន្តនេះជាគំរូក្នុងការកែដើម្បីបានចម្លើយបងប្អូនមើលណាអញ្ចឹងយើងធ្វើដូចឲ្យលើដែរប៉ុន្តែដល់ឡែកខិតទៅរកលេខ2គ្រូនឹងលម្អិតឲ្យមើលបន្តិចបាទ2ខាងឆ្វេងមុនចាស់បងប្អូនយកអនុគមដើមមកដាក់អញ្ចឹងមកបាទហើយយើងជួសលេខ2នឹងចូលបាទជួសលេខ2ចូលទៅខាងលើសិនចាំដល់ខាងក្រោមចាំយើងនិយាយគ្នាទៀតណាខាងលើជួសទៅ2ការ៉េបាន4បាទជួស2ចូលទៅយើងមិនបាច់គិតអាដកលើក្បាល2នេះទេណាបាទ2 5ដងវា10បាទហើយបូកជាមួយ5នៅលើអានេះជួសទៅវាបាន2ដក2ណាបាន2ដក2ឥឡូវនៅសល់ដក1ហើយអាក្រោមនេះ2ដក2វា0នេះយើងមើលអា2នេះវាដក2ខាងឆ្វេងយើងនិយាយថា2ខាងឆ្វេងវាបានតែ1.999គ្រូឧទាហរណ៍អញ្ចឹងចាស់អញ្ចឹងវា0ដែរវានៅ0ដកព្រោះអានេះបើយើងនិយាយឲ្យច្បាស់ជាមួយនឹងលេខជាក់ស្ដែងឧទាហរណ៍ថាអានេះគេហៅខិតចិត្ត2នេះឃើញទេ2ខាងឆ្វេងវាស្ទើរហើយយកមកដក2យើងតែនិយាយថា2ខាងឆ្វេងដក2ហ្នឹងវា0ហើយវា0ហើយប៉ុន្តែយើងមើលអានលេខនេះវាមិនតូចលេខតូចដកលេខធំនេះវាបានសរសញ្ញាហើយសរសញ្ញាតាមដកអញ្ចឹងវា0ដែរតែ0ដកអញ្ចឹងទៅគាត់យើងវិភាគតិចតិចប៉ុណ្ណឹងណាដើម្បីយើងដឹងថាតើអា2ខាងឆ្វេងចេញអីអញ្ចឹងអាក្រោម0ដកអាលើវាដកដែរវាទៅជាចេញបូកអណន្តវិញអញ្ចឹងបងប្អូនខុសកន្លែងហ្នឹងច្រើនបាទហើយមកចូលដល់2ខាងស្ដាំបងប្អូនបានតន់អាហ្នឹងយើងអាចទៅរួចពីខាងស្ដាំមួយទៀតបាទដូចគ្នា
ឥឡូវយើងវិភាគដូចអាហ្នឹងទៅយកលេខខាងលើមកគិតវានៅសល់ដដែលហ្នឹងព្រោះ2ដដែលសល់ដក1ហើយអាក្រោមនៅសល់0ដែរប៉ុន្តែ2ខាងស្ដាំនេះគឺ2ចុច1ឬក៏ 2.001 អញ្ចឹងចាស់ណាដក1 2វានៅសល់បន្តិចបន្តួចអញ្ចឹងវា0បូកណាយកមក0បូកអានេះដកអានេះបូកអញ្ចឹងយើងចេញដកអាណន់វិញអញ្ចឹងយើងបានលីមីតប៉ុណ្ណឹងហើយយើងទៅមើលសំណួរគេទៀតមើលគេសួរអីបាទសំណួរទៀតគឺរកចំនួនពិត A B C អក្សរតូចហ្នឹងធ្វើឲ្យអានុគមរបស់យើងមានរាងកាណូនិកបែបនេះណាបាទហើយនេះអានុគមដើមបាទអញ្ចឹងដាក់អក្សរខបាទយើងរកចំនួនពិត A B ហើយ C បាទដើម្បីឲ្យបានអនុគម S របស់យើងស្មើ AX បូក B ហើយបូកឲ្យ C នៅលើ x ដក2ណាបាទអនុគមដើមយើងបែបនេះគឺ x ការ៉េដកឲ្យ 5x បូក 5 នៅលើ x ដក2យើងមាន2វិធីបាទវិធីទី1បងប្អូនត្រឡប់ចែកពហុទ្ធាហើយវិធីទី2យើងបំបែកតួកដាលបាទបើវិធីបំបែកតួកដាលបងប្អូនថ្នាក់ជាសាស្ត្រពិតអាចរហ័សរហួនណាគិតបានលឿនជាងហើយបងប្អូនថ្នាក់សង្គមបាទគ្រូលើកទឹកចិត្តឲ្យចែកពហុទ្ធាទៅណាបាទចែកពហុទ្ធាចោះឥឡូវគ្រូសាកបំបែកតួកដាលបងប្អូនមើលណាបំបែកហ្នឹងគេបំបែកមិនគេមើលអាក្រមមេគុណ2អញ្ចឹងយើងបែកចេះបែកឲ្យនៅសល់ 2x បាទ5ហ្នឹងណាហើយដាក់បាន 3x វិញព្រោះ3ដក3ហើយដក2វាគ្រប់ដក5វិញបាទចុះអាក្រោយបំបែកអត់អាក្រោយក៏ត្រូវបំបែកដែរអាក្រោយយើងយកលេខ6ហើយបានដក1មកវិញឲ្យវាគ្រប់លេខ5សំណួរសួរថាមិនបានយើងចាំបាច់ទៅបំបែកអាក្រោយធ្វើអីទៀតពួកយើងត្រូវទាញវាដើម្បីសម្រួលបានទាំងអស់ទី1យើងបែកយក2ហ្នឹងដោយសារថាពេលដែលយើងទាញ x វានៅសល់កតុយ2នេះដូចគ្នាយើងអាចសម្រួលបានហើយករណីបន្តទៀតអានេះហេតុអីបានយើងដាក់6មូលហេតុដោយសារ6ហ្នឹងចែកនឹងដក3បន្តិចទៀតទៅវាអាចនឹងស្មើដក2វានឹងស្មើដក2ហើយយើងអាចសម្រួលបានណាបាទនឹងលេខ4ប្រកាសជាកន្លែងលេខ6ហ្នឹងដាក់8ហើយតែគិតអញ្ចឹងណាធ្វើម៉េចឲ្យចែកមកស្មើក្រោមហ្នឹងអញ្ចឹងយើងមើលគ្រូទាញជាកតា2តួឲ្យមើលបាទគ្រូទាញ x អានេះវានៅសល់ x ដក2បាទអញ្ចឹងគ្រូបដាច់មួយតួគឺ x ដក2ណាភាគបែងវានឹងត្រូវយកមកដាក់ប៉ុណ្ណឹងមួយមកកន្លែង 3x គ្រូទាញជាកតាបាទនៅសល់ x ដក2បាទទាញត្រឹមដល់6ហ្នឹងណាបាទហើយនៅលើ x ដក2អានេះគេហៅផ្ដាច់ភាគបែងបាទហើយលេខ1នេះបាទយើងទុកមកវិញមកបានដក1នៅលើ x ដក2ហើយយើងស្រួលវាទៅណាស្រួលចឹងមកតែយើងស្រួលចឹងយើងបានអានេះនៅសល់ x អានេះនៅសល់លេខ3អានេះនៅសល់ដក1នៅលើ x ដក2ហើយយើងយកមកផ្ទឹមជាមួយរាងកាណូនិកដែលគេឲ្យហ្នឹង ax បូកជាមួយនឹង b ហើយបូកជាមួយនឹង c នៅលើ x ដក2ហ្នឹងមកអញ្ចឹងមានន័យថា a ជាមេគុណរបស់ x ហ្នឹងគឺ1ណា b អាកដាលនេះគឺដក3ហើយ c បាទ c ដក1ណាអញ្ចឹងយើងឃើញបានលទ្ធផលរបស់យើងប៉ុណ្ណឹងហើយគេឲ្យយើងបង្ហាញថាបន្ទាត់ D ដែលមានសមីការ y ស្មើ x ដក3ជាសមីការស៊ីមតូតបាទស៊ីមតូត trade ក្នុងនេះដូចជាអត់ឃើញមានសំណួរស៊ីមតូតឈរអញ្ចឹងពេលដែលយើងរក trade រួចយើងអាចប្រាប់អាស៊ីមតូតឈរទៅគេទៅហើយទៅណាយើងគ្រូសុំរកខាងនេះមកកណាបង្ហាញថាសមីការនោះជាអាស៊ីមតូត trade បងអូនដាក់អនុគមដើមមកសិនគុំដើមយើងដែលចែកពហុទ្ធាហើយ
ឬក៏សម្រួលហើយហ្នឹងរៀងកាណនិចយើងដាក់មកអញ្ចឹងបាទមិនបាច់ទាញច្រើនយើងក៏ប្រាប់គេមក limit បាទ x ខិតទៅរកបូកដក anon ណា limit x ខិតទៅរកបូកដក anon នៃ1ដក1នៅលើ x ដក2ហ្នឹងបើយើងធ្វើ limit anon វា0អញ្ចឹងមានន័យថាយើងទាញបាន y ស្មើនឹង x ដក3ហ្នឹងជា asymptotic ដែរមួយទៀតបើយើងទាញ asymptotic ឆើហើយយើងដាក់តែ limit ខិតទៅរក2ណាខិតទៅរក2ទាំងឆ្វេងនិងស្ដាំយើងមិនដាក់ឆ្វេងស្ដាំទេនៅអនុគមដើមវាចេញបូកដក anon វាចេញ anon 2ឆ្វេងចេញបូក anon ហើយស្ដាំចេញដក anon នោះអញ្ចឹងនាំឲ្យ x ស្មើ2បើជា asymptotic ឆើណាជា asymptotic ឆើបាទអញ្ចឹង circle យើងរករួចរាល់ហើយយើងចូលដល់ circle គណនា Derivative និងសិក្សាសញ្ញារួចសង់តារាងអថេរភាពគណនា Derivative បាទនេះចំណាំណាអនុគមឲ្យតែមានកន្លែងហ្នឹងសញ្ញាវាដកបាទអញ្ចឹង Derivative តាមcanonic ហ្នឹងរៀង canonic ហ្នឹងងាយណាឥឡូវគ្រូដាក់អនុគមដើមដែលជារៀង canonic ហ្នឹងមកវិញបាទចាំមើលងាយរបៀបម៉េចនេះពេលដែលយើង Derivative នេះយើងបាន1បាទ D លេខ3យើងបាន0ហើយ D 1នៅលើក្រុមបញ្ញត្តិនេះគឺបានបូកបាទយកភាគបែកហ្នឹងទៅព្រីមទៅណាបានបូកបាទបើវាសញ្ញាបូកបានដកឡើយហ្នឹងណាយកទៅព្រីមទៅនៅលើភាគបែកហ្នឹងលើកជាការ៉េណាបាទអញ្ចឹងយើងស្មើ1បូកឲ្យអានេះ D ទៅបាន1ណាបានមេគុណ x នៅលើប៉ុណ្ណឹងបាទហើយបងប្អូនសាកគិតមើលអានេះលេខ1វិជ្ជមានហើយមួយតួក្រោយនេះក៏វិជ្ជមានដែរអញ្ចឹងកាលណាបូកចូលគ្នាធំជាង0ជានិច្ចអញ្ចឹងមានន័យថាអនុគមជាអនុគមកើនហើយអញ្ចឹងបើគេឲ្យយើងសិក្សាសញ្ញាបាទសិក្សាសញ្ញា f' នៃ x បាទបងប្អូនគាត់ដាក់ថាដោយនេះបងប្អូនគាត់ដាក់ថាដោយអនុគម Derivative ស្មើនឹង1បូកឲ្យ1នៅលើ x ដក2ហ្នឹងបាទវាធំជាង0ណាធំជាង0នោះ f ជាអនុគមកើនបាទអញ្ចឹងគេមិនបាច់គូសតារាងសញ្ញាក៏បានដែរហ្នឹងណានោះ f ជាអនុគមកើនជានិច្ចគុំកើនជានិច្ចចឹងមកណាគ្រប់តម្លៃ x ហ្នឹងបាទជារបស់ដែនកំណត់បាទអញ្ចឹងរួចខ្លួនមិនបាច់សិក្សាសញ្ញាទេប៉ុន្តែបងប្អូនថាខ្ញុំចេះ Derivative តាអនុគមនេះសនិទានដើមនេះលោកគ្រូបាទ D ទៅ D ឲ្យរត់តាម delta ណាបាទអ្នកខ្លះ D ហើយបំបែកតួទាំងខុសទាំងអីមានរឹសមានអីខុសជាងប្រើ delta ទៅបានដឹងកាលណារកទៅឃើញ delta តូចជាង0អនុគមយើងបាទសម័យកាលវាគ្មានរឹសអនុគមយើងជាអនុគមកើនដូចគ្នាណាបាទឥឡូវយើងចូលដល់ចំណុចសង់តារាងអថេរភាព
បាទសងត្រាងថេរភាពមានអីយើងគូសត្រាងវាមកបាទនេះដកអាណនលើកលែងលេខ2ហើយបូកអាណនបាទកន្លែងលេខ2ស៊ីមតូតឈើមិញបាទអានេះ f ព្រីមវាធំជាង0បូកណាអញ្ចឹងពុះឡើងយ៉ាងមកអញ្ចឹងយើងមើលដកអាណនយើងរកឃើញដកដល់ខាងឆ្វេងគេ2ខាងឆ្វេងចេញបូកអាណន2ខាងស្ដាំចេញដកអាណនអានេះបូកអាណនមកមួយទៀតគណនា s នេះ0ហើយសង់បាទក្រាបបាទអញ្ចឹងយើងដាក់ថាគណនា s នេះ0បាទ s នេះ0ហ្នឹងកន្លែងណាមាន x យើងដាក់0មក0ការ៉េ5គុណ0បូក5បាទនៅលើ0ដក2យើងបានដក5លើ2បើចែកទៅបានដក 2.5 ហើយឲ្យតម្លៃលេខអាស៊ីមតូតត្រេតបាទឲ្យ0ហើយ x 0វាកន្លែង x នេះ0បាទនេះអញ្ចឹងសល់ដក3ដល់ឲ្យ y 0វិញឲ្យខាងនេះ0ណាយើងត្រូវបោះអា3ហ្នឹងទៅបូកណាបូកអញ្ចឹងមានន័យថា x ស្មើ3គូសរូបមកអត់មានរឹសចឹងស្រួលគូសខាងណាអាស៊ីមតូតឈើមិញគឺ2បាទនេះមិនឈើទេទៅលក្ខណៈអាស៊ីមតូតស្អីណាបាទជាស្រ័យមកអាស៊ីមតូតឈើណា2ហើយត្រេត3ហើយនឹង y ដក3បាទសិតតែខុសកន្លែងអស់ខ្ញុំបរិចចំណុចតិចសិនបាទអញ្ចឹងអានេះវាកាត់ត្រង់ដក 2.5 មានន័យថាកាត់លេខនេះបើនេះវាដក2ហើយនេះដក3អញ្ចឹងគូក្រាបខាងស៊ីមតូតឈើហើយនឹងត្រេតណាអត់មានរឹសអញ្ចឹងណានេះឈើហើយនេះត្រេតអញ្ចឹងគូពីនេះទៅគូពីនឹងកាត់តែកន្លែងចំណុចដែលយើងរកហ្នឹងគូអែបស៊ីមតូតឈើអញ្ចឹងទៅហើយខាងនេះមិនគូសប្រឡោះនេះទេណាបាទគូអែបនេះដែរអញ្ចឹងមកបាទមែនតើអានគុំវាមិនទាន់សមរម្យដោយសារយើងគូសវាអត់ត្រូវចង្វាក់គ្នាសោះបាទប្រើប៊ិចបាទនៅលើក្តារអញ្ចឹងវាពិបាកបាទសូមប៉ុណ្ណឹងចាអរគុណច្រើន